លោកអឹមថុកជាអ្នកនិពន្ធមួយរូបដែលបានសរសេររឿងរ៉ាវនានាដែលផ្ដល់តម្លៃអប់រំខ្ពស់ក្នុងសង្គមខ្មែរយើងសង្កេតឃើញថារាល់រឿងដែលលោកបានសរសេរនិងនិពន្ធត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្សតាំងពីសម័យសង្គមរហូតមកដល់បច្ចុប្បន្នតែរឿងដ៏គួរឲ្យសោកស្ដាយបំផុតនោះគឺគេពុំបានរកឃើញឯកសារណាមួយដែលបានបញ្ជាក់អំពីថ្ងៃខែឆ្នាំកំណើតរបស់លោកទីកន្លែងកំណើតរបស់លោកសូម្បីតែពេលវេលានិងឆ្នាំដែលលោកបានទទួលមរណភាពក៏មិនមានបានឃើញចែងក្នុងឯកសារណាមួយឡើយបើប៉ាន់ស្មានតាមការស្រាវជ្រាវលោកអឹមថុកអាចកើតនៅក្នុងឆ្នាំ1920ហើយលោកបានបាត់បង់ជីវិតនៅក្នុងឆ្នាំ1958ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងហើយនៅក្នុងសម័យសង្គមរាស្ត្រនិយមមានអ្នកនិពន្ធនិងអ្នកកាសែតមួយចំនួនដែលមានទស្សនៈជឿនលឿននិយមនិងបានតិចទៀនរិះគន់ទៅលើសង្គមព្រមទាំងរត់អំណាចកាលពីជំនាន់នោះតាមរយៈស្នាដៃរឿងប្រឡោមលោកដើម្បីជៀសវាងការចោទប្រកាន់ថាពួកលោកប្រឆាំងទៅនឹងរដ្ឋាភិបាលក្នុងនោះដូចជាលោកអឹមថុកនេះជាដើមដែលលោកជាចាងវាងសារព័ត៌មានវត្តភ្នំនៅក្នុងឆ្នាំ1956ពេញមួយជីវិតជាអ្នកនិពន្ធនិងជាចាងវាងកាសែតលោកអឹមថុកបានបន្សល់ទុកនូវស្នាដៃដែលជារឿងប្រឡោមលោកដែលមានភាពល្បីល្បាញនៃចំនួននោះនិងបន្តរហូតមកដល់បច្ចុប្បន្នមានដូចជា1រឿងសឹមអ្នកបរឡានដែលរឿងនេះត្រូវបាននិពន្ធឡើងដោយលោកអឹមថុកនៅក្នុងឆ្នាំ1956រឿងសឹមអ្នកបរឡានអ្នកនិពន្ធលោកអឹមថុកបានសរសេររឿងនេះដែលបែងចែកចេញជាចំនួន11វគ្គដែលមានវគ្គនីមួយៗដូចតទៅវគ្គទី1និយាយអំពីវាលសង់ផ្ទះវគ្គទី2និយាយអំពីថ្ងៃសម្រាកវគ្គទី3និយាយអំពីថ្ងៃបើកលុយវគ្គទី4និយាយអំពីរាត្រីថ្ងៃសៅរ៍វគ្គទី5និយាយអំពីការចាំលោកវគ្គទី6និយាយអំពីព្រឹកថ្ងៃអាទិត្យវគ្គទី7និយាយអំពីការចាំលោកវគ្គទី8និយាយអំពីការដើរលេងវគ្គទី9និយាយអំពីរឿងទៅមុនវគ្គទី10និយាយពីការអស់ការងារធ្វើនិងវគ្គទី11និយាយអំពីការភ្ញាក់រលឹកគូបញ្ជាក់ផងដែរថារឿងសឹមអ្នកបរឡានគឺជាប្រភេទរឿងអក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជាហើយនឹងមានចលនាជាខេមរនិយមចំពោះសង្គមបរិយាកាសដំណើរនៃរឿងនេះប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំងដែលក្នុងកាលនោះអ្នកមានអំណាចមានលុយបានជិះជាន់ញើសឈាមអ្នកក្រខ្សត់ដូចជាសត្វធាតុ2រឿងគូលីកំណែនរឿងគូលីកំណែនលោកអឹមថុកបាននិពន្ធនៅក្នុងខែសីហាឆ្នាំ1956ដែលរឿងនេះជាប្រភេទប្រឡោមលោកបែបមនោគមវិជ្ជាឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជាក្រោមនឹមអាណានិគមនិយមបារាំងនិងក្រោមនឹមអាណានិគមនិយមជប៉ុនដែលជារឿងមួយមានប្រភពនៅក្នុងប្រទេសកម្ពុជាយើងពីព្រោះដំណើរនៃរឿងនេះបានប្រព្រឹត្តនៅក្នុងឃុំគោកចំបក់ស្រុកកណ្ដាលស្ទឹងនៃខេត្តកណ្ដាលរឿងនេះជាប្រភេទរឿងអក្សរសិល្ប៍ទំនើបបែបមានទស្សនៈជឿនលឿននិងមាននិន្នាការទៅខាងលទ្ធិសង្គមនិយមរឿងនេះផងដែរជាចលនាខេមរនិយមព្រោះបានបង្ហាញពីជីវភាពពិតៗនៅក្នុងសង្គមខ្មែរក្នុងកលៈទេសៈដែលត្រូវបានបរទេសត្រួតត្រានិងមានសង្គមបរិយាកាសជាក់លាក់ដោយដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សដែលគិតពីឆ្នាំ1927រហូតដល់ឆ្នាំ1942ដែលសម័យនោះប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំងនិងជប៉ុន3រឿងគ្រូបង្រៀនស្រុកស្រែរឿងនេះដែរលោកអឹមថុកបាននិពន្ធនៅក្នុងឆ្នាំ1957រឿងគ្រូបង្រៀនស្រុកស្រែនេះមានប្រភពចេញមកពីដំណើរនៃការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹងខេត្តកំពង់ចាមនៃប្រទេសកម្ពុជារឿងគ្រូបង្រៀនស្រុកស្រែជាប្រភេទរឿងប្រឡោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងនេះមានទំនាក់ទំនងទៅនឹងការតស៊ូអំពីនយោបាយរឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម
ព្រោះតែគោលគំនិតនៃរឿងបានឆ្លុះបញ្ចាំងនៅទស្សនៈលោកីខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធរឿងនេះដែរមានឥទ្ធិពលជាសង្គមនិយមព្រោះគោលគំនិតខ្លឹមសារដែលបានបំផុសក្នុងរឿងគឺជាគំនិតជឿនលឿននិងស្នាដៃចុងក្រោយគឺរឿងតារាច័ន្ទដែលលោកអ៊ឹមថុកបាននិពន្ធឡើងនៅក្នុងឆ្នាំ1956ចំពោះមរណកាលរបស់លោកអ៊ឹមថុកពុំមានការបដិឆេទណាមួយបានបញ្ជាក់នោះទេដោយលោកត្រូវបានជនមិនស្គាល់មុខលួចធ្វើឃាតប្រហែលកំឡុងក្នុងទសវត្សរ៍ឆ្នាំ60